Ok សួស្តីបាទជំរាបសួរបងប្អូនយើងបាទសម្រាប់បងប្អូនដែលបានចូលរួមជាមួយ CTC ទាំងអស់គ្នាអូខេបងប្អូនយើងបាទអញ្ចឹងយើងឃើញថាព័ត៌មានអាប់ដេតរបស់ CTC មកពុកចុងក្រោយនេះគឺល្អមែនទែនបងប្អូនបាទនេះពាក់ព័ន្ធទៅនឹងគេហៅថា Explorer កន្លែង blockchain ដែលជាកន្លែងមួយដែលយើងអាចមើលប្រតិបត្តិការពាក់ព័ន្ធទៅនឹងការផ្ទេរប្រាក់ឬក៏ផ្ទេរកាក់ពីកាបូបមួយទៅកាបូបមួយគឺយើងអាចពិនិត្យនៅក្នុងហ្នឹងឧទាហរណ៍ថាបងប្អូនបាញ់មួយខ្ញុំចំនួន100កាក់ឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងបងប្អូនចង់ដឹងថាបាញ់ចូលខ្ញុំនៅចុះបងប្អូនគាត់តែយកកាបូបរបស់ខ្លួនឯងហ្នឹងយកមក search ក្នុងបាទតារាងហ្នឹងទៅបាទយកមក search តារាងហ្នឹងទៅបាទយកមក search កន្លែងនេះបាទយកមកដាក់ចូលក្នុងហ្នឹង search ទៅគឺបងប្អូនដឹងហើយថាកាក់ហ្នឹងចូលខ្ញុំឬក៏នៅគឺបងប្អូនដឹងហ្មងអញ្ចឹងណាអញ្ចឹងមានន័យថានៅពេលនេះគឺសម្រាប់ CTC គឺគេបានបង្កើតគេហៅថាអ្នកខ្លះគាត់ហៅថាពាក់ព័ន្ធទៅនឹង blockchain អ្នកខ្លះគាត់ហៅថាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា blockchain អីចឹងទៅនេះជាចំណុចពិសេសមួយសម្រាប់ CTC អញ្ចឹងខ្ញុំគិតថាបងប្អូនសម្រាប់អ្នកដែលធ្វើកាក់ពីមុនមកពិតជាបានដឹងហើយសម្រាប់អ្នកដែលគាត់មិនទាន់ស្គាល់កាក់ច្បាស់គាត់គួរតែរៀនសិក្សាបន្ថែមជាមួយនឹងខ្ញុំបានហើយបងប្អូនអាចតាមដានវីដេអូខ្ញុំបានកុំភ្លេចជួយ like subscribe នៅ channel របស់ខ្ញុំដើម្បីទទួលបានព័ត៌មានឬក៏ចំណេះដឹងថ្មីៗពាក់ព័ន្ធទៅនឹងកាក់ឬអ្វីផ្សេងៗទៀតណាអូខេឥឡូវខ្ញុំនិយាយចំណុចត្រង់ហ្នឹងហើយចំណុចទី2ពាក់ព័ន្ធទៅនឹងកាបូបលុយឥឡូវនេះគឺ CTC ត្រៀមចេញកាបូបលុយឲ្យបងប្អូនអាចនឹងមាននៅក្នុង Play Store ឬ App Store ឆាប់នេះហើយអញ្ចឹងសម្រាប់សមាជិកគឺងាយស្រួលមែនទែនគឺយើងអាចទុកកាក់យើងនៅក្នុងហ្នឹងឬក៏នៅលើផ្សារបានអាស្រ័យលើយើងគិតថាកន្លែងណាយើងអាចទុកបានប៉ុន្តែបើការរីកខមមិនរបស់ខ្ញុំបងប្អូនគួរតែទុកនៅលើផ្សារគឺស្រួលចិត្តជាងព្រោះអីត្រង់ថាផ្សារយើងចង់លក់ពេលណាក៏បានដែរអូខេឥឡូវយើងចូលទៅដល់ exchange អូខេអញ្ចឹងដូចដែលបងប្អូនបានដឹងហើយពាក់ព័ន្ធទៅនឹង CTC គឺមាន exchange អស់ហើយបងប្អូនហ្នឹងបាទគឺមានអស់ហើយអញ្ចឹងមានន័យថានាពេលបច្ចុប្បន្ននេះគឺ CTC បានបង្កើតគេហៅថាពាក់ព័ន្ធទៅនឹងផលិតផ្ទាល់ខ្លួនបាទពាក់ព័ន្ធទៅនឹងexchange បាទពាក់ព័ន្ធទៅនឹង blockchain explorer បាទគឺចេញឲ្យអស់ហើយគឺអញ្ចឹងមានន័យថាអ្វីៗគឺ CTC គាត់មានអស់ហើយអញ្ចឹងគាត់រងចាំតែថ្ងៃបាទដាក់ដំណើរការជាផ្លូវការបាទហើយអ្វីដែលសំខាន់បងប្អូនក៏លេខទៅមើលកាក់ដែលមាន network ខ្លួនឯងអញ្ចឹងពាក់ព័ន្ធទៅនឹងកាក់ដែលមាន network ខ្លួនឯងនាពេលបច្ចុប្បន្ននេះគឺវាមានច្រើនឥឡូវខ្ញុំសូមរៀបរាប់ពាក់ព័ន្ធទៅនឹងកាក់ដែលមាន network ខ្លួនឯងហើយមានទីផ្សារល្អដូចជា Bitcoin បាទដូចជាបាទ Tron ដូចជា ETH ដូចជា BNB អញ្ចឹងកាក់ទាំងអស់នេះសិតតែកាក់ network ខ្លួនឯងហើយ Dogecoin ក៏គាត់មាន network ខ្លួនឯងដែរគ្រាន់ថាគេមិនសូវជាយកប្រើមិនសូវជាល្បីបាទហើយឬក៏ Solar ឬក៏ Ton អីជាដើមហើយបងប្អូនឃើញកាក់ទាំងអស់ហ្នឹងគឺបាទគឺនាពេលបច្ចុប្បន្នតម្លៃរបស់វាអាចនិយាយបានថាគឺឡើងថ្លៃខ្លាំងហើយបើប្រៀបធៀបទៅនឹង BNB ពេលដែលបោះចូលផ្សារដំបូងតម្លៃតែ0.10 សេនទេបងប្អូនតែមកដល់បច្ចុប្បន្នតម្លៃ$600ទៅហើយបើយើងនិយាយពី Ethereum ពេលដែលបោះចូលផ្សារដំបូងតម្លៃ50សេនឥឡូវឡើងដល់1800ហើយហ្នឹងកាក់ដែលមាន network ខ្លួនឯងអញ្ចឹងគ្នាយើងបាទដូចជា Bitcoin ខ្ញុំអត់និយាយពីតម្លៃវាបោះចូលផ្សារដំបូងទេតែខ្ញុំនិយាយពីតម្លៃពេលដែលខ្ញុំស្គាល់វាដំបូងបាទគឺត្រឹមតែតម្លៃ550ទេបងប្អូនតែមកដល់បច្ចុប្បន្ន95000ហើយកាលជំនាន់ហ្នឹងខ្ញុំមានកាក់ច្រើនណាស់បងប្អូនមានរហូតដល់20-30កាក់ប៉ុន្តែនៅពេលហ្នឹងគឺយើងមិនដឹងតម្លៃពីកាក់យើងឃើញកាក់មានតម្លៃប៉ុន្តែយើងបែរជាចង់បានលុយខ្លាំងជាងប៉ុន្តែនៅពេលបច្ចុប្បន្នគ្មានអ្វីក្រៅពីនិយាយពីថាស្ដាយក្រោយទេណាបាទអញ្ចឹងបងប្អូនសាកសម័យមើល20កាក់របស់ខ្ញុំពីមុនមកហ្នឹងបើសិនជាខ្ញុំអត់លក់ហើយខ្ញុំទុកមកដល់បច្ចុប្បន្នខ្ញុំខ្លាចជាអីអញ្ចឹងតែឱកាសមួយហ្នឹងវាជាឱកាសមួយដែលវាកន្លងផុតហើយប៉ុន្តែអ្វីដែលសំខាន់ខ្ញុំចង់ប្រាប់បងប្អូនថាឥឡូវនេះគឺជាឱកាសមួយសម្រាប់បងប្អូនយើងបាទដែលអាចចាប់យក CTC បានដែលជាកាក់មួយរបស់ក្រុមហ៊ុន TT Exchange បាទហើយអ្វីដែលសំខាន់គឺគេផ្ដល់ឲ្យយើង free អញ្ចឹងពាក់ព័ន្ធទៅនឹងការផ្ដល់ឲ្យ free មិនងាយទេបងប្អូនមិនងាយមានក្រុមហ៊ុនធំណាស់ដែលផ្ដល់ឲ្យគេ free ទេដូចកាលជំនាន់Binanceបាទគឺបំពេញ KYC ញ៉ៃហើយកាលជំនាន់Binanceបងប្អូននឹងស្រាប់ហើយពាក់ព័ន្ធទៅនឹង Binance ដែលពេញ KYC ស្រួលដូច CTC ដែរបាទ KYC គឺពិបាកជាង CTC ឆ្ងាយបាទនៅតែមានអ្នក scan បាននៅតែមានអ្នកធ្វើបានបាទហើយអ្នកដែលបានកាក់ច្រើននៅពេលហ្នឹងបងប្អូនមិនបាច់ថាច្រើនមាន1000គ្រាប់បើសិនជាគាត់ទុកមកដល់បច្ចុប្បន្នហ្នឹងណាបាទបងប្អូនអាចយក1000គ្រាប់ហ្នឹងបាទយើងយក calculate ទៅបាទ1000គ្រាប់បាទយើងគុណនឹងតម្លៃ$600មើលបាទគឺបាទចំនួនទឹកលុយដែលគាត់ទទួលបានហ្នឹងគឺរហូតដល់$60,000ទៅហើយអានេះជាកាក់ free បងប្អូនអញ្ចឹងកុំមើលងាយកាក់ free ពេលខ្លះកាក់ free ពិតមែនប៉ុន្តែវាមានទីផ្សារច្បាស់លាស់វាមានគេហៅថាExplorer network របស់វានឹងឯងឬក៏
វាមានខ្សែបណ្ដាញរបស់វាជាច្រើនឬក៏វាអាចអាស័ព្ទជាមួយកូនកាក់អញ្ចឹងពាក្យថាអាចអាស័ព្ទជាមួយកូនកាក់មានន័យថាវាអាចបង្កើតកូនកាក់បានដែលកូនកាក់ទាំងអស់ហ្នឹងយកប្រើប្រព័ន្ធ network របស់កាក់ហ្នឹងយកទៅប្រើនឹងឯងកាក់ធំៗនឹងឯងអញ្ចឹងណាពីពេលបច្ចុប្បន្នបងប្អូនឃើញដូចជា Ethereum ដូចជា BNB បងប្អូនឃើញកូនកាក់ផ្សេងៗហ្នឹងគឺត្រូវការកាបូបរបស់គាត់ដើម្បីមកបង្កើតកូនកាក់នឹងឯងអញ្ចឹងធ្វើឲ្យតម្រូវការនៃកាក់ហ្នឹងវាមានការកើនឡើងខ្លាំងទៅអញ្ចឹងណាបាទអញ្ចឹងពាក់ព័ន្ធឧទាហរណ៍ឥឡូវបងប្អូនចង់បង្កើតកាបូប BNB អញ្ចឹងបងប្អូនចង់សំទោសបងប្អូនចង់បង្កើតកាក់ BNB អញ្ចឹងសំទោសបាទបងប្អូនចង់បង្កើតកូនកាក់បាទអញ្ចឹងបងប្អូនចង់ប្រើ blockchain របស់ BNB បាទអញ្ចឹងបងប្អូនត្រូវធ្វើអីបងប្អូនត្រូវទី BNB ពីលើទីផ្សារមកដើម្បីបង្កើតកូនកាក់ហ្នឹងបាទអញ្ចឹងហើយធ្វើឲ្យតម្រូវការនៃកាក់ហ្នឹងគឺមានអ្នកទិញច្រើនអញ្ចឹងវាពិតជាឡើងថ្លៃហើយសម្រាប់ CTC ក៏ដូចគ្នាអូខេឥឡូវខ្ញុំបញ្ចប់ត្រឹមហ្នឹងយើងមកចំណុចយើងវិញអូខេអញ្ចឹងខ្ញុំមិនមានអ្វីច្រើនទេគ្រាន់តែចង់ប្រាប់បងប្អូនថាបងប្អូនគួរតែទិញទុកឲ្យបានច្រើនតាមដែលលទ្ធភាពខ្លួនឯងអាចធ្វើបានកុំឲ្យឱកាសកន្លងផុតណាអូខេឥឡូវខ្ញុំសង្ឃឹមថាបងប្អូនយើងនឹងធ្វើបានជោគជ័យទាំងអស់គ្នានេះខ្ញុំចាក់សារសលេងដែលខ្ញុំប្រាប់បងប្អូនយើងក្នុង team ណាបាទហើយសម្រាប់បងប្អូនដែលអត់ទាន់បាន join channel របស់ខ្ញុំបងប្អូនគួរតែ join ទៅបាទដើម្បីទទួលបានព័ត៌មានថ្មីៗខ្ញុំនឹងដាក់ link នៅក្រោម description ណាអូខេឥឡូវយើងបងប្អូនស្ដាប់ទាំងអស់គ្នាដើម្បីជាចំណេះដឹងមួយហើយនឹងបងប្អូនពិចារណានៅពេលក្រោយទៀតពាក់ព័ន្ធទៅនឹង CDC ណាបាទអូខេបាទសូមអរគុណយ៉ាងណាបងប្អូនដែលមាន CC ខាងណាបងប្អូនដែលថាមានបងប្អូនពីស្ដាយដែរមាន CC បាទខ្ញុំថាបងប្អូនដែលមាន CC គឺមានបងប្អូនមិនថាឆេងមិនថាបរិបទខ្លួនមិនថា Network Explorer គឺមានបងប្អូនដែលតាមតាមប្រើប្រាស់គឺប្រើប្រាស់បានតាមដងគឺមែនតើបាទអញ្ចឹងដូចបងប្អូនយើងបានបងប្អូនមានមកបាទសម្រាប់ CC មិនមែនតែធម្មតាទេបាទគឺជាការមានសារខ្លួនឯងមាន Network ខ្លួនឯងទៀតនិយាយចំទៅហើយណាមានអីគឺ CC មាននឹងបងប្អូនគឺមានទាំងអស់ដូចគ្នាបាទអញ្ចឹង CC ពិតជាបងប្អូនដែលខាងមុខណាហើយយើងក៏លេខមើលអ្នកដែលបានពុក KYC នៅក្នុង system របស់ខ្ញុំគឺមានចំនួនត្រឹមតែ37ម៉ឺនអ្នកជាងទេអញ្ចឹងទម្រាំតែបាយទី15ហ្នឹងបើសិនជាត្រឹម50ម៉ឺនបងប្អូនសាកបានទេបាទសំខាន់គឺវាមាន network ខ្លួនឯងដូចខ្ញុំធ្លាប់ប្រើគ្នាយើងយកអង្គរកាក់មួយឈ្មោះថា PTK ដែរពេលហ្នឹងកន្លែងវាមិនឡើងដល់ពេលជាងនេះក្នុងរយៈពេល1ខែណាវាមាន network ខ្លួនឯងតែវាអត់សូវមានទីផ្សារដូច CC មានទីផ្សារចូលដាក់ចូលសាប់ពិតទៅហើយក៏ជាមួយកាក់តែដាក់ចូលសាប់ឲ្យតិចអត់ច្រើនព្រោះកាក់នោះដល់ឲ្យ member ហើយចំនួនមិនចូលរួមវាប្រហែល30%ជាងហើយប៉ុន្តែនេះអាចជួយថាថ្ងៃទី15នេះអាចបាន50%នៃគុណ100កាក់មកហ្នឹងគឺកាក់100សាគឺ50លានហ្នឹងគឺ50លានតែ100លានតែមកដាក់ចូលសារដើម្បីត្រឹមតែឡើងវិញnet តម្លៃធម្មតាបើសិនជាក្រុមហ៊ុនចាក់លុយចូល100លានហើយយើងកាល់មានលក្ខណៈដេញថ្លៃគឺលក្ខណៈធម្មតាយកលុយនឹងទៅទិញលក្ខណៈធម្មតាចឹងអាចមានតម្លៃពីកន្លែងក្នុងក្រុមប៉ុន្តែបើសិនជាគេដេញថ្លៃអាហ្នឹងវាឡើងលើខ្ពស់ជាងហ្នឹងទៀតអញ្ចឹងបើអបិសខាសាលាហ្នឹងក្រុមហ៊ុនថាតម្លៃអាចនឹងចាប់ពីនិយាយចំពេលគេដាក់ផ្សារគឺតម្លៃ50សេនពេលចូលផ្សារដំបូងតម្លៃ50សេនអញ្ចឹងវាអាចឡើងដល់3រៀលក្នុងរយៈពេល2ថ្ងៃហ្នឹងត្រូវមកគេទៅនោះហើយមួយវិញទៀតគេប្រាប់ថាធំមិនបានរយៈពេលមួយអាទិត្យវាអាចឡើងដល់10 20 30រៀលចឹងថ្ងៃដំបូងគឺមនុស្សសម្រុកច្រើនអញ្ចឹងក្រុមហ៊ុនគេខលសម្រុកច្រើនគឺគេចាំស្ទាក់ពេញនៅតម្លៃទៀតវិញហើយវាឡើងតម្លៃ5ដុល្លារឧទាហរណ៍យើងលក់100គ្រាប់វាបាន500អញ្ចឹងនៅពេលដែលវាហក់ឡើងទៅ20ដុល្លារគឺយើងបញ្ចេញតែ20គ្រាប់វាបាន400អញ្ចឹងវាថាមក25គ្រាប់វា500បាទគេធំនេះអញ្ចឹងយើងទុកតាមម៉េចឲ្យលក្ខណៈគុណ2តម្លៃហ្នឹងហើយវាបញ្ចេញម្ដងតិចយើងបញ្ចេញតាមវគ្គយើងទៅបើមិនជាវាមកឡើងខ្លាំងអាចបានលុយច្រើនដែរតែទោះបីយ៉ាងណាក៏ដោយយើងត្រូវតែបើមិនជាយើងកាក់តិចគួរតែបន្ថយតែប្រកាសច្រើនអាហ្នឹងគេលក់ខ្លះប្រកាសតិចគួរតែបន្ថយរងចាំសំខាន់ឲ្យក្រុមហ៊ុនគេធ្វើមែនតម្លៃប៉ុណ្ណាក៏យើងអាចពិចារណាបានដែរដឹងតែមែនហើយ90%ដឹងតែមែនហើយបើចេញមកអស់ហ្នឹងទាំងផ្សារទាំងកាបូបលុយទាំងអីទៀតអ្នកដែលធ្លាប់ប្រឡូកកាក់ ICO ពីមុនមកក៏ដឹងហើយថាមែននេះលេងកាក់ចេញផែនបាត់នេះហើយកាលចំនួនពួកខ្ញុំធ្វើ ICO មុនចាក់ ICO មុនគឺអត់មានបានចឹងទេអត់មានបានចេញមកចឹងទេលក្ខណៈទិញពួកខ្ញុំទិញទាំងបន្ថយ ICO ប៉ុន្តែពួកខ្ញុំទទួលបានព័ត៌មានច្រើនដែរដល់ពេលចុងក្រោយគឺពួកយើងត្រូវកាក់ពេលហ្នឹងលេង ICO $100រយៈពេល1ខែបើត្រូវកាក់$100ហ្នឹងអាចទៅជា5000 10000ណាក្នុងរយៈពេល1ខែកាលចំនួនហ្នឹងអ្នកខ្លះទៀតអាចឡើងទៅដល់20000ក្នុង$100ហ្នឹងអាស្រ័យលើគេរងចាំបានយូរឬក៏លឿនអញ្ចឹងទៅហើយកាលហ្នឹងអត់មានបានចេះទេអត់មាន exchange បរិបទខ្លួនអត់មានអីទេមានតែ website ទេមាន website ហើយ road map ទេតែយើងសិក្សាលំអិតពីក្រុមហ៊ុនតែនេះវាចេញមកច្បាស់ហ្មងអញ្ចឹងឱកាសកើតលុយក៏ដោយសំខាន់សំណួរសួរថាយើងមានសមត្ថភាពពីប៉ុណ្ណាទេអូខេណាបងប្អូនបាទអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេដើម្បីចែករំលែកដល់បងប្អូនដើម្បីជាចំណេះដឹងឬក៏សម្រាប់បងប្អូនដែលត្រៀមខ្លួនសម្រាប់អ្នកដែលមិនទាន់បានចូលរួមជាមួយ CTC ឬក៏មាន CTC ក្នុងដៃហើយទៅថ្ងៃមុខបងប្អូនគិតបែបណាអានឹងអាស្រ័យទៅលើបងប្អូនប៉ុន្តែអ្វីដែលសំខាន់បាទគឺខ្ញុំបានចែករំលែកអ្វីដែលខ្ញុំបាទធ្លាប់ប្រឡូកអ្វីដែលខ្ញុំធ្លាប់ដឹងគឺខ្ញុំបានចែករំលែកក្នុងនេះហើយសង្ឃឹមថាបងប្អូនយើង
នឹងសប្បាយចិត្តហើយក៏សង្ឃឹមថាបងប្អូនយើងបាទនឹងព្យាយាមបាទយកកាក់នេះឲ្យបានច្រើនតាមលទ្ធភាពដែលខ្លួនឯងអាចធ្វើបានអូខេអរគុណច្រើនបងប្អូនបាទអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេបាទអូខេអរគុណច្រើនបាទបាយបាយចាំជួបគ្នាវីដេអូក្រោយបាទបាយបាយ